ទី3សូមគោរពអញ្ជើញលោកប្រធានពលកាលីការិយាល័យអប់រំស្រុកប្រទេសដីកាសូមគោរពអញ្ជើញអបអរសាទរតាមទី4សូមគោរពអញ្ជើញម្ចាស់ជំនួយលោកពូហៃសកេការសូមគោរពអញ្ជើញពុយនឹងភរិយាមកចូលមកជាមួយពីចាពីចាសូមអបអរសាទរបាទមិញទេណៃបន្តទៅទៀតសូមគោរពអញ្ជើញលោកគ្រូជួងគុយចាសូមគោរពអញ្ជើញនឹងជួងមកជាម្ចាស់ជំនួយដែរតាមសូមអបអរសាទរចាសូមអបអរសាទរជាកិច្ចចុងក្រោយនេះខ្ញុំសូមគោរពអញ្ជើញលោកអភិបាលស្រុកដើម្បីកាត់ខ្សែពោបើអគារមន្ត្រីឆ្នាំនេះដល់តើអបអរសាទរចាកម្មវិធីនេះខ្ញុំសូមថ្លែងអំណរគុណដល់លោកអភិបាលនិងគណៈសព្វដីទាំងអស់ដែលចូលរួមនៅព្រឹត្តិនេះដើម្បីបើអគារមន្ត្រីឲ្យបានដំណើរការជួយដល់ទៅសូមអរគុណដល់ម្ចាស់ជំនួយសូមឲ្យលោកមានអាយុយឺនយូរនិងការងាររីកចម្រើនសូមឲ្យលោកមានសុខភាពល្អសូមឲ្យលោកមេភូមិមេឃុំមានសុខភាពល្អនិងដំណើរការរីកចម្រើន